អ្នកមានឥទ្ធិពលធំៗក្នុងវិស័យចម្រៀងរ៉េបរួមគ្នាដុសខាត់យុវជនជំនាន់ថ្មីក្នុងកម្មវិធី Cambo Rapper ដើម្បីផ្ដល់ក្តីស្រមៃដល់បេក្ខជនឆ្នើមស្របពេលកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper គៀកដល់ការប្រកួតវគ្គផ្ដាច់ព្រាត់កាន់តែធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងនោះដែរក៏មានលេចលើព័ត៌មានថាអ្នកមានឥទ្ធិពលធំក្នុងវិស័យចម្រៀង Rap បានចូលរួមជាមួយផលិតកម្ម Galaxy ដែលជាអ្នកដូចដើមបង្កើតកម្មវិធីប្រឡងចម្រៀង Rap លំដាប់អន្តរជាតិនេះពីមួយសប្តាហ៍ទៅមួយសប្តាហ៍កម្មវិធីប្រឡងចម្រៀង Rap Cambo Rapper កាន់តែទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទស្សនាដោយសារបេក្ខជនក្នុងក្រុមនីមួយៗពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មាធិការពិបាកក្នុងការជ្រើសរើសជាក់ស្ដែងនៅក្នុងសប្តាហ៍ទី2ក្នុងវគ្គ Unit នេះមានបេក្ខជនឆ្នាំជាច្រើនដែលបានចាប់ដៃគ្នាធ្វើបទចម្រៀងជាក្រុមដើម្បីប្រកួតប្រជែងទន្ទឹមនឹងការប្រកួតប្រជែងដើម្បីបេក្ខជនឆ្នាំបំផុតនេះក៏មានអ្នកមានឥទ្ធិពលជាច្រើននៅពីក្រោយក្នុងការចូលរួមជាមួយ Galaxy ដើម្បីរៀបចំកម្មវិធីប្រឡងចម្រៀង Rap Cambo Rapper ដំណើរការទៅមុខយ៉ាងរលូនតាមប្រភពមួយបង្ហើបឲ្យដឹងថាផលិតកម្ម Galaxy និងក្រុមហ៊ុន ខ្មែរ Beverage បានសហការគ្នាបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើងដើម្បីស្វែងរកម្ចាស់ជ័យលាភី100លានរៀលនិងបន្តក្តីស្រមៃបេក្ខជនឆ្នើមដែលចង់ឈរជើងក្នុងវិស័យចម្រៀង Rap មិនតែប៉ុណ្ណោះកម្មវិធីប្រកួតប្រជែងចម្រៀង Cambo Rapper ក៏មានចូលរួមសហការរៀបចំពីផលិតកម្ម Clap Jahen និង CG Women ជាដើមដើម្បីដុសខាត់យុវជនជំនាន់ថ្មីឲ្យក្លាយជាអ្នកចម្រៀង Rap ដ៏ខ្លាំងពូកែក្នុងវិស័យតន្ត្រី Rap នៅប្រទេសកម្ពុជាឈានដល់សប្តាហ៍ទី2ក្នុងវគ្គ Unit បេក្ខជនឆ្នាំជាច្រើនពោពេញដោយសមត្ថភាពដែលធ្វើឲ្យគណៈកម្មាធិការពិបាកក្នុងការជ្រើសរើសអ្នកខ្លាំងលើអ្នកខ្លាំងនិងមានទេពកោសល្យលើគេទើបអាចបន្តក្តីស្រមៃក្លាយជាម្ចាស់ជ័យលាភីបានកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀង Cambo Rapper ដែលមានការផ្សាយនៅលើស្ថានីយទូរទស្សន៍ CTN ដើម្បីផ្ដល់កម្លាំងចិត្តដល់បេក្ខជនទាំងអស់